នេះជាសាច់រឿងបែប romance the drama បែប romantic ហ្នឹងហើយតាក់ទងជាមួយនឹង couple ពីរនាក់នេះដំបូងទូប្រុសគេទៅចូលហាងកាហ្វេចាប់អារម្មណ៍ម្នាក់ស្រីហ្នឹងហើយក៏ព្យាយាមធ្វើម៉េចអាចទៅនិយាយមួយម្នាក់ស្រីហ្នឹងបានអញ្ចឹងណាហើយក៏ឃើញម្នាក់ស្រីហ្នឹងដើរចេញក៏ទៅលួចថតសភៅដើម្បីផ្សារភ្ជាប់ថាអូខេគេឆែកមើលសភៅហ្នឹងមិនអីហើយដើម្បីទៅមានគេហៅថាការសន្ទនាជាមួយម្នាក់ស្រីហ្នឹងបានថាខ្លួនឯងធ្លាប់មើលសភៅហ្នឹងអីចឹងទៅហើយបន្ទាប់មកក៏និយាយគ្នាទៅមកស្ទុះម្នាក់ស្រីហ្នឹងអត់លឺថាម្នាក់ប្រុសហ្នឹងនិយាយអីដោយសារថាកជាគ្នាមានបញ្ហាមួយជាងគឺជាខាងស្ដាំហ្នឹងហើយក៏សួរម្នាក់ប្រុសថាមុនហ្នឹងនិយាយអីគេដោយសារតែជាខាងនេះស្ដាប់អត់បានទេអញ្ចឹងក៏ដោះកាសនិយាយមួយម្នាក់ប្រុសហ្នឹងថាអូខេយើងគួរចាប់ផ្ដើមសារថ្មីអីចឹងទៅហើយបន្ទាប់មកពីអ្នកហ្នឹងក៏ខ្លាចជា couple មួយគ្នាចឹងទៅថតរូបថតអីនៅមួយគ្នាអីចឹងទៅហើយក៏សម្រេចចិត្តរៀបការជាមួយគ្នាអានេះជាឈុតគេហាត់រំមុនថ្ងៃរៀបអង្គរការហើយបន្ទាប់មកគេក៏ទៅជួបជុំមិត្តភ័ក្តិញ៉ាំអាហារពេលល្ងាចអីចឹងណាហ្នឹងហើយមិត្តភ័ក្តិគេក៏មានគូរបស់គេដែរហើយក៏នៅក្នុងអំឡុងពេលហ្នឹងក៏គេចោទជាសំណួរលេងសើចអីចឹងហើយក៏លើកប្រធានបទឡើងថាតើអ្នកឯងធ្លាប់ធ្វើអីអាក្រក់បំផុតខ្ញុំអត់និយាយពីអ្នកនេះព្រោះពីអ្នកនេះអាចຕົកមកចំហៀងសិនផ្ដោតសំខាន់បំផុតគឺតួពីអ្នកនេះហ្នឹងហើយអញ្ចឹងតួប្រុសគេនិយាយថាបើសម្រាប់គេវិញគេដឹងដែរតាំងពីអាយុ 4-10 ឆ្នាំគេធ្លាប់បូលីមួយប្រុសនៅសាលាហ្នឹងទៅវាថាបូលីវាជារឿងធម្មតាប៉ុន្តែបូលីរហូតដល់គ្រួសារវាហើចេញពីខេត្តហ្នឹងទៅនៅខេត្តថ្មីអញ្ចឹងវាថាអត់ដឹងហងពេលហ្នឹងហើយវាសើចឡើងធម្មតាហើយបន្ទាប់មកងាកមកតួស្រីវិញគេសួរអីគេមុនបងគ្នាចង់ឆ្លើយតែប៉ុន្តែពួកនំបខំសួរថាពីក្មេងតើធ្លាប់ធ្វើអីឬមួយក៏នៅក្នុងមជ្ឈជីវិតហ្នឹងធ្លាប់ធ្វើអីអាក្រក់បំផុតអីចឹងអ្នកស្រីហ្នឹងគិតចុះគិតឡើងក៏និយាយថាប្រហែលជាពីក្មេងហ្នឹងធ្លាប់មានគំនិតចង់ធ្វើ mass shooting មានន័យថាចង់កាន់កាភ្លើងហ្នឹងទៅបាញ់រះនៅក្នុងសាលាសម្រាប់ពួកនៅក្នុងសាលាហ្នឹងចឹងទៅហើយពួកហ្នឹងនាំគ្នាបើកភ្នែកធំនាំគ្នារបៀបថាអ្នកស្រីហ្នឹងនិយាយលេងឯងរបៀបចឹងអត់ចង់ជឿឯងស្រាប់តែសង្សារគេហ្នឹងចាប់ផ្ដើមគិតបដ ாய் ថាអញការជាមួយនឹងពួកកាន់កាភ្លើងពួកអីចឹងវាភ័យតក់ស្លុតពួកបដិវត្តតមកក៏ត្រឡប់មកផ្ទះវិញទៅពីអ្នកឯងចាប់ផ្ដើមស្ងួតស្ងាត់ចាប់ផ្ដើមរបៀបថាមានគម្លាតជាមួយគ្នាហើយម្នាក់ប្រុសហ្នឹងគិតក្នុងចិត្តទេអញមិនចេះទៅដល់ថ្ងៃការថ្ងៃអីចឹងទៅហ្នឹងហើយសម័យទៅដល់រូបភាពពេលថ្ងៃការហ្នឹងអាចម្នាក់ស្រីហ្នឹងមានគំនិតបាញ់រះញៀវបាញ់រះអីមើលដេកស្លាប់ពីវាពីកាអីចឹងទៅនៅក្នុងឈុតអាពាហ៍ពិពាហ៍របស់ម្នាក់ស្រីហ្នឹងហើយអាហ្នឹងប្រុសចាប់ផ្ដើមគិតឯហ្នឹងហើយនេះជាអតីតកាលរបស់ម្នាក់ស្រីហ្នឹងដែលក្លាហានកាន់កាភ្លើងបាញ់ដែលធ្វើឲ្យម្នាក់ស្រីហ្នឹងរបួសតិចដល់សប្ថ្ងៃហ្នឹងហើយម្នាក់ប្រុសហ្នឹងវាអត់អស់ចិត្តទេវាទៅវាសាមួយមិត្តភក្តិវាថាធ្វើមកយើម៉ែវាចាំមកដល់ហើយថ្ងៃការចាំមកដល់ទេវាគួរតការមួយម្នាក់ស្រីហ្នឹងអត់ហើយមិត្តភក្តិហ្នឹងក៏ឆ្លើយថាបើមានពេលឥឡូវបាច់ការទេរត់ហ្មងទៅរត់កិច្ចហ្មងទៅកុំនៅមួយទៀតព្រោះម្នាក់ស្រីហ្នឹងគ្រោះថ្នាក់អាចគ្រោះថ្នាក់ទាំងអនាគតអីចឹងណាហើយបន្ទាប់មកវាត្រឡប់ទៅផ្ទះវិញក៏វាព្យាយាមសម្របសម្រួលមួយសង្សារវាហ្នឹងឲ្យនិយាយបកស្រាយតែតួបកស្រាយមិនក៏ដោយក៏វានៅតែដដែលវានៅតែរំលឹកអតីតកាលរបស់ម្នាក់ស្រីហ្នឹងដែលនៅផ្ទះអត់មានអីធ្វើគឺកាន់កាភ្លើងកាន់អីភ្ជុងឯងធ្វើដូចខ្លួនឯងលយមើលទៅលយខ្ញុំអីចឹងទៅហើយបន្ទាប់មកក៏គេណាត់ថ្ងៃថតរូបសមថតរូបមុនថ្ងៃការហើយអ្នកថតរូបហ្នឹងព្យាយាមឲ្យពីរអ្នកហ្នឹងរបៀបអញ្ញឹមដោយធម្មជាតិតែពីរអ្នកហ្នឹងធ្វើមិនបានបើនៅក្នុងចិត្តពងតាមានកម្លាតគេហៅថាមិនតសង្សាររឿងកាន់កាភ្លើងម្នាក់ស្រីហ្នឹងព្យាយាមបកស្រាយតែម្នាក់ប្រុសហ្នឹងនៅតែគិតថាម្នាក់ស្រីហ្នឹងមានចិត្តសាហាវចិត្តអីចឹងទៅខ្លាចហ្នឹងឃើញខំប្រឹងសម្ដែងមិនក៏ដោយក៏វាមើលទៅវាអត់ទៅធម្មជាតិដែរហើយបន្ទាប់មកអានេះវាជាអតីតកាលរបស់ម្នាក់ស្រីហ្នឹងដែរដែលធ្វើឲ្យម្នាក់ស្រីហ្នឹងកែប្រែពីខ្លួនថាចង់មានគំនិតបាញ់រះដល់ពេលមួយគឺនេះគឺពេលដែលម្នាក់ស្រីហ្នឹងរៀបតែ record ខ្លួនឯងវីដេអូខ្លួនឯងថាអូខេវាជាជនអីចេះកុំមកញ៉ៃញ៉ៃវាអញ្ចឹងទៅស្រាប់តែដាច់អ៊ីនធឺណិតហើយធ្វើឲ្យមានអ្នកនៅសាលាហ្នឹងវាមានស្លាប់ដោយសារតែមានជនដៃដល់ស្តៀងម្នាក់ស្រីហ្នឹងបាញ់រះធ្វើឲ្យមិត្តភក្តិវាស្លាប់ហើយក៏វាអ្នកស្រីហ្នឹងមានអារម្មណ៍ថាគិតចំពោះខ្លួនឯងបើខ្លួនឯងទៅចឹងវិញនឹងមានការសោកស្ដាយចឹងទៅក៏ចូលរួមជាមួយនឹងក្មេងៗជាសមាគមអីចឹងដើម្បីលើកកម្ពស់ថាកុំឲ្យមានគំនិតចឹងយើងត្រូវជួយសង្គមជួយអីចឹងទៅដែលធ្វើឲ្យអ្នកស្រីហ្នឹងមកដល់សប្ថ្ងៃហ្នឹងហើយបន្ទាប់មកវាក៏យករបស់បោះចោលទៀតដោយកែវកាហ្វេកែវអីមាននិយាយថា coffee or we should អាហ្នឹងឯងដែលជាការមើលឃើញរបស់ម្នាក់ប្រុសហ្នឹងខ្លាចហ្មងស្អីក៏ភ្លើងស្អីក៏ភ្លើងឲ្យមកកាត់កវិតកាន់អីណាទៀតអើយហើយម្នាក់ប្រុសហ្នឹងព្យាយាមថាធ្វើមិនឥឡូវវាយកប្រាប់ខ្ញុំធ្វើអីខ្ញុំ
ពីអ្នកឯងមកបើខ្ញុំនឹកឃើញតែអ្នកឯងកាន់កំភ្លើងកាន់អីរហូតដល់ឃើញសំបីតែដេកលើពុំកាន់កំភ្លើងដែរហើយបន្ទាប់មកវាអត់សុខចិត្តទេវាក៏ទៅបន្តសួរអ្នកមិត្តរួមការងាររបស់វានឹងថាបើសិនជាអ្នកឯងមានសង្សារជាជនបាញ់រះនៅក្នុងសាលា mass shooting នឹងតើអ្នកឯងគិតម៉េចអ្នកឯងគួរតែប្តឹងប៉ូលីសឬមួយក៏អ្នកឯងព្យាយាមយល់ពីសង្សាររបស់អ្នកឯងហើយម្នាក់ស្រីនឹងឆ្លើយបានដៃទៀតថាបើសិនជាខ្ញុំវិញខ្ញុំប្តឹងប៉ូលីសហេតុអីបើខ្ញុំត្រូវរស់នៅមួយមនុស្សដែលមានចិត្តសាហាវចិត្តអីចឹងទេម្នាក់ស្រីនេះមិនធំតែជួយគេហៅថាគេជួយសម្របសម្រួលឯងគឺជួយបច្ឆេះភ្លើងថែមឲ្យធ្វើឲ្យម្នាក់ប្រុសនឹងកាន់តែខឹងខ្លាំងទៀតហើយអញ្ចឹងតទៅមុខទៀតខ្ញុំនឹងនិយាយថាពីអ្នកនឹងមានរឿងអីគេហ្នឹងឯនេះចូលដល់ថ្ងៃការណាគេព្យាយាមសុបាយព្យាយាមអីចឹងទៅហ្នឹងឯងយ៉ាព្រោះដល់ថ្ងៃពិសេសហើយស្រាប់ទៅដល់គេពីអ្នកនេះគេអស់ចូលទៅចឹងទៅម្នាក់ស្រីនេះគេលៀសខ្លួនគេថាគេមានបានធ្វើអីអាមួយនឹងទេគេគ្រាន់តែថាមួយនឹងទេអីណាធ្វើឲ្យតួស្រីនឹងខឹងបណ្ដោយចំអ្នកឯងឈិតខ្ញុំអ្នកឯងក្បត់ខ្ញុំអីចឹងទៅហើយតួប្រុសវាមាននិយាយអីថាវាគិតតែពីកលកាហាយចឹងហើយដល់មកម្នាក់ស្រីទៅຕົកវិញខឹងខ្លាំងហើយម្នាក់ប្រុសនឹងព្យាយាមនិយាយព្យាយាមអីក៏ប្រាប់ទៅសង្សារមួយម្នាក់ស្រីដែលវាថើបនោះថាឲ្យបិទមាត់ទៅស្អាប្រុសនឹងដើរមកបដ ாய் ដើរមកហើយឥឡូវចង់មកដើរឡើងម្ដាយដើរគ្នានឹងបែកឈាមចឹងទៅហ្នឹងហើយកម្មវិធីហ្នឹងក៏អត់បានប្រព្រឹត្តទៅលូនទៅម្នាក់ស្រីនឹងរត់ចោលក្នុងកាងទៅហើយម្នាក់ប្រុសនឹងព្យាយាមតាក់តងរហូតដល់ចុងចប់មកកាហ្វេផឹកអីចឹងទៅពីអ្នកក៏ចាប់ផ្ដើមអូខេពីអ្នកអង្គុយមើលមុខគ្នានឹងចឹងលុះត្រាដល់ម្នាក់ស្រីនឹងនិយាយថាតែយើងអាចចាប់ដើមថ្មីបានអត់ហើយក៏ចប់ទៅយើងអញ្ចឹងមានន័យថារឿងទាំងមូលគឺ the drama របស់គេមែនប៉ុន្តែវាគ្រាន់តែថាច្រកតួប្រុសហ្នឹងគឺបែបរៀងកំសាក់ញីខ្លាចសាហាវហ្មងគឺខ្លាចម្នាក់ស្រីនឹងសាហាវហ្មងខ្ញុំមានតែប៉ុណ្្នឹងទេសង្ឃឹមថាអ្នកនរគ្នាចូលចិត្តអរគុណ